សួស្តីដល់គ្នាថ្ងៃនេះយករឿងមកសម្រាប់រឿងនេះគឺជាល្អមើលមែនតើបងជឿមើលទៅបាទរឿងនេះគឺវាជួយចត់តែឥឡូវខ្ញុំនៅសន្តាបាយយកឥឡូវរៀបចំមើលដល់គ្នាបញ្ចុះពួកគេសពនិមិត្តពិភពក្បាច់គុណបានមកដល់ទីនេះហើយមកពួកគេចូលក្នុងឲ្យសោះទោះបីជាមានរឿងអ្វីក៏ដោយកម្លាំងនៃសម្ព័ន្ធនិមិត្តម៉ូរីមគ្រីអូសូដនមានចំនួនជាង 10000 នាក់ពួកគេបានសម្រេចប្រមូលផ្ដុំគ្នាដូចជាស្រមោលអ្នកគ្រប់គ្រងខាងក្នុងតើអ្នកមិនគិតខ្លួនទេឬពួកគេបានត្រឡប់មកហើយអូប្រធានក្រុមស៊ីនដូចុងតើអ្នកមានការអ្វីហើយអ្វីបានជាគ្មានឆ្មាំងនៅចិត្តជុំវិញខ្លួនអ្នកហើយកន្លែងនេះពិតជាមានគ្រោះថ្នាក់ពេកហើយអ្នកសូមមកតាមខ្ញុំមកបាទប្រធានក្រុមស៊ីនដូចុងខ្ញុំមានគម្រោងទៅជួបនឹងមេដឹកនាំនៅខាងក្នុងនាងគឺជានារីម្នាក់គឺជាមេដឹកនាំដ៏ល្អមួយនាងសុខចិត្តនៅក្នុងបាឡាំងមិនរត់គេចទៅណាទេពួកយើងគួរតែធ្វើតាមប៉ុន្តែស្ថានភាពពេលនេះវាមិនល្អមើលទេក្នុងស្ថានភាពបែបនេះខ្សែការពាររបស់យើងនឹងដួលរលំក្នុងរយៈពេល1ម៉ោងទៀតប្រធានក្រុមស៊ីនដូចុងបន្ទាប់ពីខ្ញុំបានយល់ពីអ្វីដែលនាងគិតខ្ញុំនឹងចាក់ចែងជាមួយនាងវីហូពេលហើយពិតជាឈួតមែនតើក្នុងពិភពលោកមួយនេះខ្ញុំពិតជាវេទនាខ្លាំងណាស់មេដឹកនាំសាលានេះតើអ្នកនៅខាងក្នុងទេខ្ញុំគឺជាជីនយើតើអ្នកនៅខាងក្នុងឬទេមេដឹកនាំសាលានេះអ៊ីនជីនយាមយ៉ងអ្នកគ្រប់គ្រងខាងក្នុងបាទវាមានរបស់គេមានឈ្មោះថាវាមានអរិយសូរបន្ទាប់មកតួឯងយើងក៏បាននិយាយថាហេមេដឹកនាំសាលានេះតើអ្នកមិននិយាយតបខ្ញុំចឹងឆាប់ចូលមកអ្នកដឹកនាំខាងក្នុងមានការអ្វីមែនអូយពិតជាលុយមែនតែននាងបានឆ្លើយតបមកខ្ញុំយល់សប្តិមែនតបមកតួឯងយើងក៏បានបើកទ្វារហើយបានគិតក្នុងចិត្តថាតើបាញ់មិញនៅនាងបានឮសំឡេងខ្ញុំបាននិយាយឬអត់នាងនឹងយល់ពីខ្ញុំចាប់តាំងពីនាងបានស្ដាប់ខ្ញុំនិយាយសេរីតាំងពីដំបូងមកមែនទេឬខ្ញុំពិតជាគួរអាណិតណាស់ពួកអ្នកដែលបើកទ្វារគួរតែនៅទីនេះយ៉ាងហោចណាស់អូយទ្វារនេះពិតជាធ្ងន់មែនតើតួឯងស្រីរបស់យើងក៏បានគិតថាតួឯងប្រុសរបស់យើងគឺពិតជាមានសិល្បៈក្បាច់គុណពិតជាអន់មែនតើគឺសិល្បៈក្បាច់គុណរបស់គេគឺនៅកម្រិតទី3នៅឡើយនោះទេតួឯងប្រុសយើងក៏បាននិយាយថាខ្ញុំពិតជារីករាយខ្លាំងណាស់ដែលខ្ញុំមិនឃើញប្រធានក្រុមឬព្រឹត្តិការណ៍ផ្សេងតួឯងស្រីយើងក៏បាននិយាយថាបើសិនបើជាថាមានចាស់ទុំម្នាក់ឃើញអ្នកកំពុងនិយាយសេរីអ្នកសូមប្រាប់ខ្ញុំមកអ្នកនឹងជួបបញ្ហាធំមិនខានតើអ្នកបានលើគេនិយាយអស់ហើយមែនទេមេដឹកនាំសាលានេះខ្ញុំមានរឿងមួយចង់មកជម្រាបប្រាប់បន្តមកទៀតតួឯងស្រីយើងក៏បាននិយាយថាអ្នកគ្រប់គ្រងខាងក្នុងដ៏ខ្សោយបំផុតតើអ្នកមានកិច្ចការអ្វីចង់មកនិយាយប្រាប់ខ្ញុំចប់តួឯងស្រីឌីកប់មាត់ឥឡូវនេះគេបានប្រាប់ឈ្មោះយើងហើយថាព្រះនាងរបស់យើងគឺមានឈ្មោះអ្វីគឺមានឈ្មោះថាព្រះនាងគ្មានបេះដូងឈុនយូរ៉ាបាទខ្ញុំអត់បាននិយាយផូទេគឺឈ្មោះចឹងមែនតែឥឡូវខ្ញុំដូរឈ្មោះហើយដាក់ឈ្មោះសង្សារចាស់ខ្ញុំគឺឈ្មោះស៊ីណាតួឯងប្រុសយើងក៏បាននិយាយថាហេតុអ្វីបានជានាងនៅទីនេះមិនរត់ទៅណាអញ្ចឹងបន្ទាប់មកព្រះនាងស៊ីណាគ្មានបេះដូងយើងក៏បាននិយាយថាឋានសួគ៌ឆ្នាំពលឈាមដល់សាហាវពលគ្មានទម្រង់ពលរលាយឆ្អឹងពលដល់សាហាវបន្ទាប់មកជីនយើបានក្តាប់ដៃយ៉ាងខ្លាំងហើយក៏បាននិយាយទៅថាកុំនិយាយឲ្យខ្ញុំលឺហើយខ្ញុំពិតជាខឹងពួកនេះមែនតើពួកវានេះហើយគឺជាអ្នកបង្កឬបង្កហេតុធ្វើឲ្យមានរឿងដល់ថ្នាក់នេះបន្ទាប់មកតួឯងស្រីរបស់យើងក៏បាននិយាយរឿងក្នុងចិត្តប្រាប់ទៅជីនយើថាគាត់ពិតជាល្ងងមែនតើត្រូវគេបោកប្រាស់ជារៀងរាល់ពេលបន្ទាប់មកគាត់ទើបតែដឹងថាគាត់គឺជាមនុស្សល្ងងដែលត្រូវគេបោកប្រាស់កន្លងមកមូលហេតុដែលគាត់បានបំពោលខ្ញុំជារៀងសម្ងាត់ដោយសារតែគាត់ចង់ឲ្យខ្ញុំយល់ថាការទ្វេទនាមួយនេះឈឺចាប់ប៉ុណ្ណាដែលគាត់បានឆ្លងកាត់កន្លងមកបន្ទាប់មកជីនយើក៏បានឆ្លើយតបទៅកាន់ព្រះនាងវិញថាវាពិតជាឈួតមែនតើមនុស្សឈួតមួយនេះវាពិតជាធ្វើរឿងដ៏ល្ងងខ្លៅណាស់ព្រះនាងគ្មានបេះដូងរបស់យើងគឺឈ្មោះស៊ីណាក៏បាននិយាយទៅកាន់ទូប្រុសយើងថាអ្នកគឺជាបរិសម្នាក់ដែលមានភាពស្មោះត្រង់ហើយគឺជាបរិសដែលគួរឲ្យស្រឡាញ់ម្នាក់ជីនយើក៏បានឆ្លើយតបទៅវិញក៏បាននិយាយថាវាមិនគឺជាពេលវេលាដែលនិយាយលេងសើចជាមួយនឹងរឿងបែបនេះទេជីនយើក៏បានគិតក្នុងចិត្តថានាងគឺជាមនុស្សម្នាក់ដែលមកចត់តឹងមិនហើយមិនដែលគិតរឿងស្នេហាអញ្ញៃទេហើយនាងក៏បានមកនិយាយលេងសើចបែបនេះនាងគឺពិតជាធ្វើរឿងមួយដែលធ្វើឲ្យខ្ញុំពិតជាឆ្ងល់នឹងនាងមែនតើជីនយើក៏បាននិយាយប្រាប់ស៊ីណាថាវាដល់ពេលហើយមែនទេដែលត្រូវថ្នាំពោជ្រាបចូលខ្លួនរបស់អ្នកនាងបន្ទាប់មកវានឹងជ្រាបចូលដល់ឋានចូលរបស់អ្នកនាងវានឹងបំផ្លាញគ្រឹះធម្មពលរបស់អ្នកនាងចេញបន្ទាប់មកជីនជើក៏បាននិយាយថាមេដឹកនាំសាសនាបើសិនបើបន្ទាប់មកជីនជើបាននិយាយថាប្រសិនបើបន្
បន្ទាប់មកទៀតនឹងស៊ីណាក៏បានខឹងលើជីនជើយ៉ាងខ្លាំងព្រោះអ្វីជីនជើពិតជាតប៉ែមែនទែននិយាយប្រសិនបើរហូតស៊ីណាក៏បាននិយាយថាបើអ្នកនិយាយប្រសិនបើម្ដងទៀតខ្ញុំនឹងកាត់អំណាចអ្នកចោលបន្ទាប់មកជីនជើក៏ភ័យយ៉ាងខ្លាំងក៏បាននិយាយថាជីនជើក៏បានសួរស៊ីណាថាប្រសិនបើជាអ្នកមានពេលវេលាចាប់កំណើតម្ដងទៀតតើអ្នកចង់ធ្វើអ្វីបន្ទាប់មកស៊ីណាក៏បាននិយាយថាអូចាប់កំណើតឡើងវិញតើអ្នកគិតអ្វីក្នុងខ្លួនបន្ទាប់មកជីនជើក៏បាននិយាយថាវាពិតជាត្រឹមត្រូវហើយប្រសិនជាមានពេលវេលាបែបនេះមែនខ្ញុំនឹងជួយសង្គ្រោះពិភពលោករបស់ខ្ញុំបន្ទាប់មកស៊ីណាក៏ពិតជាហូរចិត្តមែនតើវាមិនគួរជឿទេថាជាមនុស្សប្រុសដូចជាអ្នកអាចជួយសង្គ្រោះពិភពលោកបានស៊ីណាក៏បាននិយាយថាអ្នកមិនគួរមានក្តីសង្ឃឹមលើខ្ញុំទេហេតុអ្វីបានជាមនុស្សដូចអ្នកមានក្តីសង្ឃឹមលើខ្ញុំទាំងតែខ្ញុំនេះត្រូវចិត្តងប់លើហើយបន្ទាប់មកស៊ីណាក៏បាននិយាយថាបើពេលវេលាអាចឆ្លងកាត់ពេលវេលាថយក្រោយបានអ្នកមិនគួរមានពេលវេលាមកចំណាយពេលអបប្រយោជន៍ជាមួយនឹងខ្ញុំទេអ្នកគួរតែរកពេលវេលាសប្បាយរីករាយនឹងជីវិតប្រចាំថ្ងៃរបស់អ្នកទៅបន្ទាប់មកជីនជើក៏បាននិយាយថាខ្ញុំគឺជាមនុស្សទី1ដែលមិនត្រូវការឲ្យគេជិះជាន់លើខ្លួនបានទេហើយមួយទៀតខ្ញុំស្អប់ណាស់ដែលអ្នកណាដែលជិះជាន់នឹងក្បត់លើឆន្ទៈរបស់ខ្លួនឯងបន្ទាប់មកជីនជើក៏បាននិយាយថាទី2នោះគឺទោះបីជាអ្នកការឆ្នះបន្តិចមែនតែអ្នកពិតជាគួរឲ្យស្រឡាញ់មែនតើអ្នកបានធ្វើល្អដាក់ខ្ញុំនេះគឺជាការធ្វើល្អទៅវិញដើម្បីតបស្នងសងគុណអ្នកកន្លងមកនេះបន្ទាប់មកស៊ីណាក៏បានភ្ញាក់ផ្អើលហើយក៏បាននិយាយថាអូនេះគឺជាជំនួយរបស់ខ្ញុំជីនជើក៏បាននិយាយទាំងកំសត់ថាមិនបាច់ទេហើយក៏មិនបាច់គិតច្រើនពេកដែរធ្វើធម្មតាទៅបន្ទាប់មកជីនជើក៏បាននិយាយថាអ្នកក្នុងចិត្តរបស់អ្នកប្រហែលគិតថាខ្ញុំជាមនុស្សដែលអាត្មានិយមខ្លាចស្លាប់ដូចជាពួកគេនោះហើយបន្ទាប់មកស៊ីណាក៏បាននិយាយថាការចាប់កំណើតឡើងវិញប្រសិនជាវាអាចកើតឡើងមែនបន្ទាប់មកជីនជើក៏បាននិយាយថាតើអ្នកចង់ធ្វើអ្វីបន្ទាប់មកជីនជើក៏បាននិយាយថាអ្នកអាចប្រាប់ខ្ញុំបានអ្វីដែលអ្នកចង់ធ្វើឬអាចប្រាប់ខ្ញុំនឹងធ្វើវាឲ្យបានបន្ទាប់មកស៊ីណាក៏បាននិយាយថាតើអ្នកអាចសាកល្បងបានទេច្រឡំកន្លែងហ្នឹង sorry អ្នកនរគ្នាកន្លែងហ្នឹងគឺចង់និយាយថាតើអ្នកអាចល្បងជាមួយខ្ញុំបានទេតួឯងយើងក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងតែល្បងនេះខ្ញុំអត់ដឹងថាអីទេចាំមើលទៅមុខទៀតបំផុតខ្ញុំក៏បានស្រាវជ្រាវដឹងហើយថាសាកល្បងហ្នឹងមានន័យថាគឺភ្លុកតាមការពិតតួឯងស្រីយើងគឺមិនបានគិតបែបនេះទេការពិតតួឯងប្រុសយើងគឺគិតតែឯងទេគឺដូចអ្នកកំពុងមើលអញ្ចឹងជីនយើក៏បាននិយាយថាក្នុងខណៈពេលដែលខ្ញុំគិតច្បាស់ថាខ្ញុំអាចកម្ចាត់មេដឹកនាំបិសាចបានពីការក្លាយជាក្រុមអារក្សបានបន្ទាប់មកជីនជើក៏បាននិយាយថាខ្ញុំមិនអាចធ្វើជាដៃគូប្រយុទ្ធប្រឆាំងនឹងអ្នកបានទេខ្ញុំក៏មិនអាចចាប់ដៃគ្នាជាមួយអ្នកដើម្បីទៅប្រយុទ្ធបានដែរព្រោះអីខ្ញុំគ្មានសមត្ថភាពនោះទេមើលទៅវាគឺដឹងហើយនោះទីកូនមកអញ្ចឹងនិយាយបានទៅមកទេមិនអូនក្តៅណាដូចអ្នកមើលអញ្ចឹងណាបន្ទាប់មកស៊ីណាពិតជាខឹងខ្លាំងមែនទែនខំថ្មិញគ្រឿតខឹងតួឯកប្រុសយើងហើយក៏បាននិយាយថាអ្នកនិយាយដោយស្មោះត្រង់មើលតើអ្នកពិតជាខ្លាចគេមែនឬអ្នកមិនគួរគិតបែបនេះទេយើងត្រូវតែមានភាពក្លាហានវាអាចទៅរួចស្នេហាគឺជាទំនាក់ទំនងភាគីទាំងពីរដែលមានឆន្ទៈយើងបន្តិចមិញនឹងតួឯកស្រីយើងថាសាកល្បងតែតួប្រុសតាមពិតសាកល្បងនឹងគឺមានន័យថាតួឯកស្រីចង់ឲ្យតួឯកប្រុសសាកល្បងតាមញ៉ែឬតាមស្រឡាញ់នាងឥឡូវយើងយល់ហើយបាទសាកល្បងមានន័យថាគឺតាមស្រឡាញ់តួឯកស្រីនឹងឬសោះតែតួឯកប្រុសយើងនឹងអាចទៅរួមនឹងចរិតឆ្នៃឆ្នារបស់នាងបានជានាងនឹងឲ្យតួឯកប្រុសតាមស្រឡាញ់នាងបន្ទាប់មកទៀតនេះអាស៊ីណាយើងនឹងក៏បាននិយាយថាប្រសិនបើអ្នកមិនចង់ធ្វើទេអ្នកមិនបាច់ធ្វើក៏បានដែរហើយអ្នកក៏អាចនិយាយថាវាមិនអាចទៅរួចបានដែរបន្ទាប់មកខុសពីការគិតរបស់ស៊ីណាតួឯកប្រុសយើងក៏បាននិយាយថាស្នេហាបន្ទាប់មកតួឯកស្រីយើងក៏ពិតជាភ្ញាក់ផ្អើលមែនទែនហើយក៏បាននិយាយថាត្រូវហើយស្នេហាគឺចាប់ផ្ដើមពីមានចំណាប់អារម្មណ៍ពីនរណាម្នាក់គឺយើងប្រហែលជាគិតថាខ្ញុំនិយាយតែរឿងស្នេហាហើយមើលទៅតែរឿងនេះពេលចិត្តងាប់គឺវានិយាយតែរឿងស្នេហាអីហ្នឹងត្រមើលសិនទៅទៀតល្អមើលហើយអត់សួរណៃមកណៃប្រាប់ទៅអីអួតមែនមកអួតមែនបងមិនល្អមើលទៀតខ្ញុំក៏មិនដឹងធ្វើម៉េចដែរខ្ញុំចេះតែសម្រាប់ទៅបងមានអ្នកថាល្អមើលជួយ comment ប្រាប់ខ្ញុំផងថាវាល្អមើលបានប្រហែល%ហើយចូលសាច់រឿងយើងតួឯកប្រុសយើងក៏បាននិយាយថាចំពោះអ្នកដែលមិនចាប់អារម្មណ៍គឺជាលោកស្រីស៊ីណាឯងនឹងហើយគ្មាននរណាទៀតទេវាមិនពិបាកនឹងយល់នោះទេជាងយើក៏បាននិយាយថាខ្ញុំអាយុជាង30ជាងហើយអ្នកស្រីពិតជាជីនជើបានគិតក្នុងចិត្តថានាងពិតជាស្អាតខ្លាំងណាស់តើអ្នកអាចសន្យាជាមួយនឹងខ្ញុំឬមួយបានទេសូមសន្យាទោះបីខ្ញុំនិយាយពីខ្លួនឯងពីអតីតកាលអាក្រក់ក៏ដោយអ្នកមិនត្រូវស្ដីបន្ទោសឲ្យខ្ញុំទេប្រសិនបើមានចំណុចខ្សោយណាមួយអ្នកអាចប្រាប់ខ្ញុំបានជីនយើយើងពិតជាភ័យមែនតើធ្វើមុខឡើងដូចកូនឆ្មាអញ្ចឹងខ្ញុំអត់យល់ទេគេនិយាយបែបនេះឥឡូវតួឯកស្រីយើងបែរជាខឹងវិញតួឯកស្រីយើងក៏បាននិយាយថាអ្នកត្រូវយកចិត្តទុកដាក់ស្ដាប់សារនេះតែអ្នកស្ដាប់មិនបានទេខ្ញុំនឹងសម្លាប់អ្នកចោលទោះបីជាមានរឿងអ្វីក៏ដោយឥ
ឥឡូវដូចជាយើងឃើញហ្នឹងមិនដឹងគេនិយាយពីស្អីទេគេដឹងតែពីអ្នកគ្នាគេទេគេប្រាប់យើងទេថាគេនិយាយពីអីជាងជើបាននិយាយទៅកាន់ស៊ីណាថាពីអតីតកាលអ្នកជាមនុស្សធ្លាប់ដ៏អស្ចារ្យបន្ទាប់មកស៊ីណាក៏បាននិយាយថាស្ងាត់ទៅកុំនិយាយច្រើនពេកបានសួរទៅជាពេញចិត្តនឹងសម្ដីរបស់នាងមែនតើគឺដូចសងសារចាស់ខ្ញុំមែនតើឲ្យ10លើ10មកបន្ទាប់មកស៊ីណាបានគិតក្នុងចិត្តថាជាងជើនេះគឺជាការសន្ទនារបស់យើងគឺជាការសន្ទនាទីបញ្ចប់របស់យើងទាំងពីរនាក់ទីបំផុតពួកអាឆ្លៀនពៀគេបានមកដល់ទីនេះហើយបន្ទាប់មកព្រះនាងស៊ីណាគាត់បាននិយាយថាខ្ញុំអាចនឹងឲ្យអ្នកសម្លាប់ខ្ញុំបានដោយសន្តិភាពបន្ទាប់មកយីនជើបាននិយាយថាខ្ញុំនឹងឆ្លងកាត់វាបន្ទាប់ពីរឿងនេះចប់ហើយបន្ទាប់មកយីនជើបាននិយាយថាខ្ញុំចង់ឃើញអ្វីកើតឡើងនៅពេលមុននេះបន្តិចទៀតបន្ទាប់មកតាពុកមាត់វែងគាត់បាននិយាយថាគិតថាខ្ញុំនឹងរស់នៅដើម្បីឃើញការដួលរលំនៃនិកាយអារ្យក្នុងចំនួនរបស់ខ្ញុំឬបន្ទាប់មកតាពុកមាត់វែងក៏បាននិយាយថាអធុដុកមេដឹកនាំសម្ព័ន្ធពិភពក្បាច់គុណដែលកំពុង